មិត្តភក្តិអន់ចិត្តនឹងគ្នារឿងដណ្ដើមស្រីស្នេហ៍ស្រាប់តែហៅពុកស្រាមិនព្រមក៏កើតជាហិង្សាប្រុសម្នាក់រងរបួសដៃម្ខាងហូរឈាមប្រឡាក់អាយជោគបន្ទាប់ពីមិត្តភក្តិរបស់ខ្លួនកាប់នឹងកំបិតព្រោះតែខឹងរឿងដណ្ដើមស្រីស្នេហ៍គ្នាបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 12:25 នាទីរំលងអត្រាឈានចូលថ្ងៃទី 5 ខែមិថុនាឆ្នាំ 2025 នៅតាមបណ្ដោយផ្លូវ 2011 ចំណុចភូមិតងួន 2 សង្កាត់កកាប់ 1 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញប្រុសជនរងគ្រោះឈ្មោះកែវរ៉ាត់អាយុ 25 ឆ្នាំធ្វើការនៅហាងលក់ម៉ូតូម្ដុំកំបូលរស់នៅភូមិកាត់ហេតុខាងលើចំណែកជនបង្កឈ្មោះលឹមរតនាវិទូភេទប្រុសអាយុ 20 ឆ្នាំរស់នៅភូមិកាត់ហេតុខាងលើប្រភពព័ត៌មានពីខាងជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកាត់ហេតុភាគីបង្កដែលត្រូវជាមិត្តភក្តិរបស់ខ្លួនបានហៅជនរងគ្រោះឲ្យមកផឹកជាមួយតែភាគីកមិនព្រមផឹកជាមួយភាគីខនោះទេទើបខាងបង្កខឹងក៏យកកាំបិតបាំងតោដែលហាន់សាច់ខ្លែមដេញកាប់គ្នាទៅលើជនរងគ្រោះបណ្ដាលឲ្យមុតចំដៃខាងស្ដាំមួយកាំបិតហូរឈាមប្រឡាក់អាយជោគបង្កការភ្ញាក់ផ្អើលដេញប្រតែកប្រតបគ្នាផ្អើលអ្នកជិតខាងនាំគ្នាជួយខាត់បំបែកចេញពីគ្នារួចប្រជាពលរដ្ឋក៏បានប្តឹងទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗហៅភាគីទាំងសងខាងទៅប៉ុស្តិ៍សាសួរប្រភពដដែលក៏បានបន្តថាអ្នកទាំងពីរខាងលើមានការអាក់អន់ចិត្តនឹងគ្នាព្រោះតែរឿងតាក់ទងដណ្ដើមស្រីខាងនិយាយស្ដីរកគ្នាមួយរយៈមកហើយមុនពេលកាត់ហេតុស្រាប់តែខាងជនបង្កបានហៅជនរងគ្រោះមកផឹកនៅផ្ទះរបស់ខ្លួនក៏តោះពាក្យសម្ដីនឹងគ្នាបង្កជាចំនួនតែម្ដងទៅបន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរដោយភាគីទាំងពីរនាក់ខាងលើមិនមានអ្នកណាប្តឹងផ្តល់គ្នាទៅវិញទៅមកសមត្ថកិច្ចធ្វើលិខិតបដិសេធពាក្យមិនដឹងរួចនាំឲ្យត្រឡប់ទៅផ្ទះរៀងខ្លួនអស់ទៅសូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនដែលថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ